ជាបឋមខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍គឺមានព្រះសម្មាសម្ពុទ្ធព្រះសទ្ធាមនិងព្រះអរិយសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងប្រសើរពងពោះលើសលោកនិងសពកាលសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គនិងគ្រប់វត្តអារាមជាទីគោរពសក្ការៈសូមលំអរលំអរកាយជំរាបសួរដល់សាបរោះគ្រប់រូបទាំងអស់និងបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋានជាទីគោរពរាប់អានខ្ញុំប្រកាសណាខ្ញុំបាទឆាំផល្លាសូមលើកយកនៅគម្ពីរព្រះពិធម្មបិដកយមកទុតិយភាគ88មកអានជាភាសាខ្មែរជូនជាទីសន្ដាប់ដូចតទៅទំព័រទី242លេខ404កាយសង្ខាររបស់សត្វណានឹងមិនកើតឡើងចិត្តសង្ខាររបស់សត្វនោះនឹងមិនរលត់ទៅឬចិត្តជាទីបំផុតរបស់ពួកសត្វជាកាមាវចរៈនឹងកើតឡើងក្នុងលំដាប់នៃចិត្តណាក្នុងឧបាទខណៈនៃចិត្តជាទីបំផុតរបស់ពួកសត្វជាកាមាវចរៈកាយសង្ខាររបស់ពួកសត្វដែលកើតក្នុងបច្ឆមភពក្នុងរូបាវចរៈនិងក្នុងអរូបាវចរៈនិងរបស់ពួកសត្វនោះដែលចូលទៅកាន់រូបាវចរៈនិងកាន់អរូបាវចរៈហើយនឹងបរិនិព្វានកាលចយុត្តនឹងមិនកើតឡើងតែចិត្តសង្ខាររបស់សត្វទាំងនោះមិនមែនជានឹងមិនរលត់ទៅទេកាយសង្ខាររបស់សត្វទាំងនោះនឹងមិនកើតឡើងផងចិត្តសង្ខារនឹងមិនរលត់ទៅផងក្នុងភង្គខណៈនៃចិត្តជាទីបំផុតមួយយ៉ាងទៀតចិត្តសង្ខាររបស់សត្វណាពេអើលេខ405វជ័យសង្ខាររបស់សត្វណានឹងមិនកើតឡើងចិត្តសង្ខាររបស់សត្វនោះនឹងមិនរលត់ទៅឬចិត្តជាទីបំផុតដែលមិនមានវិតកៈមិនមានវិចារៈនឹងកើតឡើងក្នុងលំដាប់នៃចិត្តណាក្នុងឧបាទខណៈនៃចិត្តជាទីបំផុតដែលមិនមានវិតកៈមិនមានវិចារៈវជ័យសង្ខាររបស់សត្វទាំងនោះនឹងមិនកើតឡើងតែចិត្តសង្ខាររបស់សត្វទាំងនោះមិនមែនជានឹងមិនរលត់ទៅទេវជ័យសង្ខាររបស់សត្វទាំងនោះនឹងមិនកើតឡើងផងចិត្តសង្ខារនឹងមិនរលត់ទៅផងក្នុងភង្គខណៈនៃចិត្តជាទីបំផុតមួយយ៉ាងទៀតចិត្តសង្ខាររបស់សត្វណាពេអើលេខ406កាយសង្ខារនឹងមិនកើតឡើងក្នុងទីណាពេលេខ407កាយសង្ខាររបស់សត្វណានឹងមិនកើតឡើងក្នុងទីណាវជ័យសង្ខាររបស់សត្វនោះនឹងមិនរលត់ទៅក្នុងទីនោះឬចិត្តជាទីបំផុតរបស់ពួកសត្វជាកាមាវចរៈនឹងកើតឡើងក្នុងលំដាប់នៃចិត្តណាក្នុងឧបាទខណៈនៃចិត្តជាទីបំផុតរបស់ពួកសត្វជាកាមាវចរៈកាយសង្ខាររបស់ពួកសត្វជារូបាវចរៈនិងជាអរូបាវចរៈទាំងនោះនឹងមិនកើតឡើងក្នុងទីនោះតែវជ័យសង្ខាររបស់សត្វទាំងនោះមិនមែនជានឹងមិនរលត់ទៅក្នុងទីនោះទេចិត្តជាទីបំផុតដែលមិនមានវិតកៈមិនមានវិចារៈរបស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុតដែលមិនមានវិតកៈមិនមានវិចារៈនឹងកើតឡើងក្នុងលំដាប់នៃចិត្តណាក្នុងភង្គខណៈនៃចិត្តជាទីបំផុតដែលប្រកបដោយវិតកៈប្រកបដោយវិចារៈ
កាយសង្ខាររបស់ពួកសត្វដែលចូលកាន់ចតុដ្ឋឈាននិងរបស់អសញ្ញសត្វទាំងនោះនឹងមិនកើតឡើងផងវិជ័យសង្ខារនឹងមិនរលត់ទៅផងក្នុងទីនោះមួយយ៉ាងទៀតវិជ័យសង្ខាររបស់សត្វណានឹងមិនរលត់ទៅក្នុងទីណាកាយសង្ខាររបស់សត្វនោះនឹងមិនកើតឡើងក្នុងទីនោះឬវិជ័យសង្ខាររបស់សត្វទាំងនោះដែលចូលកាន់ទុតិយឈាននិងកាន់តតិយឈាននឹងមិនរលត់ទៅក្នុងទីនោះតែកាយសង្ខាររបស់សត្វទាំងនោះមិនមែនជានឹងមិនកើតឡើងក្នុងទីនោះទេចិត្តជាទីបំផុតដែលមិនមានវិតកៈមិនមានវិចារៈរបស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុតដែលមិនមានវិតកៈមិនមានវិចារៈនឹងកើតឡើងក្នុងលំដាប់នៃចិត្តណាក្នុងភង្គខណៈនៃចិត្តជាទីបំផុតដែលប្រកបដោយវិតកៈប្រកបដោយវិចារៈវិជ័យសង្ខាររបស់ពួកសត្វដែលចូលកាន់ចតុដ្ឋឈាននិងរបស់អសញ្ញសត្វទាំងនោះនឹងមិនរលត់ទៅផងកាយសង្ខារនឹងមិនកើតឡើងផងក្នុងទីនោះលេខ408កាយសង្ខាររបស់សត្វណានឹងមិនកើតឡើងក្នុងទីណាចិត្តសង្ខាររបស់សត្វនោះនឹងមិនរលត់ទៅក្នុងទីនោះឬចិត្តជាទីបំផុតរបស់ពួកសត្វជាកាមាវចរៈនឹងកើតឡើងក្នុងលំដាប់នៃចិត្តណាក្នុងឧបាទខណៈនៃចិត្តជាទីបំផុតនឹងរបស់ពួកសត្វជាកាមាវចរៈកាយសង្ខាររបស់ពួកសត្វជារូបាវចរៈនិងជាអរូបាវចរៈទាំងនោះដែលចូលកាន់ចតុដ្ឋឈាននឹងមិនកើតឡើងក្នុងទីនោះតែចិត្តសង្ខាររបស់សត្វទាំងនោះមិនមែនជានឹងមិនរលត់ទៅក្នុងទីនោះទេកាយសង្ខាររបស់អសញ្ញសត្វទាំងនោះនឹងមិនកើតឡើងផងចិត្តសង្ខារនឹងមិនរលត់ទៅផងក្នុងភង្គខណៈនៃចិត្តជាទីបំផុតក្នុងទីនោះមួយយ៉ាងទៀតចិត្តសង្ខាររបស់សត្វណាក្នុងទីណាពេអើលេខ409វិជ័យសង្ខាររបស់សត្វណានឹងមិនកើតឡើងក្នុងទីណាចិត្តសង្ខាររបស់សត្វនោះនឹងមិនរលត់ទៅក្នុងទីនោះឬចិត្តជាទីបំផុតដែលមិនមានវិតកៈមិនមានវិចារៈនឹងកើតឡើងក្នុងលំដាប់នៃចិត្តណាក្នុងឧបាទខណៈនៃចិត្តជាទីបំផុតដែលមិនមានវិតកៈមិនមានវិចារៈវិជ័យសង្ខាររបស់សត្វទាំងនោះដែលចូលកាន់ទុតិយឈានកាន់តតិយឈាននិងកាន់ចតុដ្ឋឈាននឹងមិនកើតឡើងក្នុងទីនោះតែចិត្តសង្ខាររបស់សត្វទាំងនោះមិនមែនជានឹងមិនរលត់ទៅក្នុងទីនោះទេវិជ័យសង្ខាររបស់អសញ្ញសត្វទាំងនោះនឹងមិនកើតឡើងផងចិត្តសង្ខារនឹងមិនរលត់ទៅផងក្នុងភង្គខណៈនៃចិត្តជាទីបំផុតក្នុងទីនោះមួយយ៉ាងទៀតចិត្តសង្ខាររបស់សត្វណាក្នុងទីណាពេអើលេខ410កាយសង្ខាររបស់សត្វណាកើតឡើងវិជ័យសង្ខាររបស់សត្វនោះរលត់ហើយឬអើមួយយ៉ាងទៀតវិជ័យសង្ខាររបស់សត្វណារលត់ហើយកាយសង្ខាររបស់សត្វនោះកើតឡើងឬវិជ័យសង្ខាររបស់សត្វទាំងនោះដែលចូលកាន់និរោធៈនិង
របស់អសញ្ញសត្វទាំងនោះរលត់ហើយក្នុងភង្គខណៈនៃចិត្តនិងក្នុងឧបាទខណៈនៃចិត្តព្រោះវាចាពួកអសាសៈនិងបស្សាសៈតែកាយសង្ខាររបស់សត្វទាំងនោះមិនកើតឡើងទេវជ័យសង្ខាររបស់សត្វទាំងនោះរលត់ហើយផងកាយសង្ខារកើតឡើងផងក្នុងឧបាទខណៈនៃពួកអសាសៈនិងបស្សាសៈពេអនុឡោមក្តីបច្ចនិយៈក្តីជាបច្ចុប្បន្នពុច្ឆានិងជាអតីតពុច្ឆាដែលចែកហើយក្នុងឧបាទវិរៈយ៉ាងណាក៏អនុឡោមក្តីបច្ចនិយៈក្តីជាបច្ចុប្បន្នពុច្ឆានិងជាអតីតពុច្ឆាក្នុងឧបាទនិរោធវិរៈបណ្ឌិតក៏បីចែកយ៉ាងនោះដែរ